ពិធីបុណ្យប្រណាំងទូកអអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបតែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជាការប្រណាំងទូកមានរយៈពេល3ថ្ងៃតែម្ដងគឺចាប់ពីថ្ងៃ14និង15កើតដល់ថ្ងៃ1រួចខែកដឹកហើយពេលយប់ក៏មានការបណ្ដែតប្រទីបផងដែរហើយឯពិធីបុណ្យអអំបុកសំពះព្រះខែវិញប្រារព្ធឡើងនៅថ្ងៃទី2តែប៉ុណ្ណោះពោលគឺនៅពាក់កណ្ដាលរាត្រីនៃថ្ងៃ15កើតខែកដឹកពិធីបុណ្យអុំទូកមានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី7មកម្ល៉េះក្នុងអំឡុងឆ្នាំ1177ពួកចាមបានលើកទ័ពមកធ្វើការលុកលុយនិងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ4ឆ្នាំគ្រានោះព្រះបាទជ័យវរ្ម័នទី7បានបង្រួបបង្រួមជាតិនិងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ពដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាមរហូតទទួលបានជ័យជំនះហើយព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិដឹកនាំប្រទេសនាឆ្នាំ1181និងបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀតផងប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឲ្យប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យនេះឡើងដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរដែលបានរំដោះទឹកដីឲ្យរួចផុតពីការជិះជាន់របស់ពួកចាមដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះទន្ទឹមនឹងនោះផងដែរពិធីបុណ្យប្រភេទនេះត្រូវបានប្រារព្ធធ្វើឡើងនៅបណ្ដាប្រទេសមួយចំនួនផងដែរនៅតំបន់អាស៊ីអាគ្នេយ៍ដែលគេឲ្យឈ្មោះជារួមថាបុណ្យទឹកចង់ដឹងប្រទេសណាខ្លះនៅតំបន់អាស៊ានមានពិធីបុណ្យអុំទូកដូចកម្ពុជាដែរនោះសូមទស្សនាវីដេអូដូចតទៅនេះគឺជាអត្ថន័យនិងគោលបំណងសង្ខេបខ្លីៗនៃពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជានិងប្រទេសជិតខាងពិធីបុណ្យអុំទូកគឺជាបុណ្យសាសនានិងវប្បធម៌ដ៏សំខាន់បំផុតមួយរបស់ប្រជាជនកម្ពុជាបុណ្យនេះប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីអបអរសាទរការប្រែទិសហូរនៃទន្លេសាបនិងដើម្បីថ្លែងអំណរគុណចំពោះធម្មជាតិដែលផ្ដល់ជីវភាពដល់មនុស្សក្រៅពីប្រទេសកម្ពុជាបុណ្យដែលមានលក្ខណៈស្រដៀងគ្នាក៏មាននៅប្រទេសជិតខាងដូចជាថៃឡាវវៀតណាមនិងមីយ៉ាន់ម៉ាផងដែរអត្ថបទនេះនឹងពិភាក្សាអំពីអត្ថន័យគោលបំណងនិងនិមិត្តសញ្ញារួមមួយនៃបុណ្យទឹកនៅតំបន់អាស៊ីអាគ្នេយ៍ទន្លេនៅអាស៊ីអាគ្នេយ៍ជាពិសេសទន្លេមេគង្គគឺជាប្រភពស្នូលនៃសេដ្ឋកិច្ចកសិកម្មការដឹកជញ្ជូននិងជីវភាពវប្បធម៌ពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជានិងបុណ្យទឹកនៅប្រទេសជិតខាងបង្ហាញពីប្រពៃណីបុរាណនៃការគោរពទឹកអបអរសាទរពេញលេញនៃផលចំណេញកសិកម្មនិងរួបរวมសង្គមវាជាការពិតមួយដែលបង្ហាញពីភាពអធ្យាស្រ័យរវាងមនុស្សនិងធម្មជាតិក្នុងសង្គមកសិករមួយប្រទេសថៃក៏មានពិធីបុណ្យអុំទូកមួយដែរដែលគេឲ្យឈ្មោះថាបុណ្យលយក្រថុងឬប្រណាំងទូកវែងនៅប្រទេសថៃបុណ្យលយក្រថុងមានគោលបំណងដូចគ្នាគឺថ្វាយបង្គំដល់ទេវតាទឹកឬព្រះម៉ែគង្គានិងសូមអភ័យទោសចំពោះការបំពុលទឹកផងដែរការបណ្ដែតក្រថុងនៅលើទន្លេជារបៀបសម្អាតទឹកនិងសុំសំណាងល្អហើយក៏មានខេត្តជាច្រើនផងដែរដែលមានការប្រណាំងទូកដូចនៅប្រទេសកម្ពុជាផងដែរពីប្រទេសឡាវក៏មានពិធីបុណ្យអុំទូកផងដែរគឺមានឈ្មោះថាបុណ្យបួនសួងហួរនៅប្រទេសឡាវបុណ្យអុំទូកឬបួនសួងហួរត្រូវបានប្រារព្ធនៅចុងរដូវវស្សាដើម្បីថ្លែងអំណរគុណដល់នាគ៌ាអាទិទេពទន្លេមេគង្គការប្រណាំងទូកគឺជានិមិត្តសញ្ញានៃការសាមគ្គីភាពមនុស្សជាមួយនឹងធម្មជាតិហើយពិធីបណ្ដែតភ្លើងដែលហៅជាភាសាឡាវថាឡាយហួរហ្វៃជារបៀបសម្អាតបាបកម្មផងដែរ3ប្រទេសវៀតណាមក៏មានពិធីបុណ្យអុំទូកមួយផងដែរដែលគេឲ្យឈ្មោះថាបុណ្យអកអំបុកបុណ្យអកអំបុកនេះផងដែរត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាមដោយជនជាតិខ្មែរក្រោមដែលនៅរស់នៅតំបន់ទន្លេមេគង្គបុណ្យអកអំបុកមានលក្ខណៈស្រដៀងទៅនឹងពិធីបុណ្យអុំទូកនៃប្រទេសកម្ពុជាផងដែរពួកគេធ្វើពិធីបុណ្យព្រះច័ន្ទញ៉ាំអំបុកនិងប្រណាំងទូកដែលជាទូកវែងដោយខ្មែរពិតតែម្ដងវាគឺជាបុណ្យដែលថ្លែងអំណរគុណចំពោះព្រះច័ន្ទនិងដើម្បីថែរក្សាវប្បធម៌និងអត្តសញ្ញាណខ្មែរបុរាណឲ្យគង់វង្សនៅដែនដីកម្ពុជាក្រោមក្នុងប្រទេសវៀតណាមផងដែរ4ប្រទេសមីយ៉ាន់ម៉ាក៏មានពិធីបុណ្យអុំទូកមួយដែរដែលមានឈ្មោះថាតាដេនយោតឬតាស៊ូងឌៀងនៅប្រទេសមីយ៉ាន់ម៉ាបុណ្យប្រភេទនេះត្រូវបានគេឲ្យឈ្មោះថាបុណ្យទឹកនិងបុណ្យភ្លើងគឺប្រារព្ធធ្វើឡើងដើម្បីអបអរដល់ចុងរដូវវស្សានិងការចុះមកពីឋានសួគ៌ពីសំណាក់ព្រះពុទ្ធ
ការប្រណាំងទុកនៅបឹងអ៊ីលគឺជានិមិត្តសញ្ញានៃភាពសមរម្យយោគយល់គ្នារវាងមនុស្សនិងទឹកអត្ថន័យរួមនៃតំបន់អាស៊ីអាគ្នេយ៍បើទោះបីជាមានភាពខុសគ្នាផ្នែកភូមិសាស្ត្រក៏ដោយបុណ្យទាំងនេះមានគោលបំណងសំខាន់ចំនួន3ដូចគ្នាផងដែរគឺដើម្បីថ្លែងអំណរគុណចំពោះធម្មជាតិសូមពរឲ្យទន្លេនិងទឹកផ្ដល់ផលល្អជានិច្ចសម្អាតចិត្តនិងសូមពរជ័យសុភមង្គលដុតភ្លើងបណ្ដែតប្រទីបនិងសូមសេចក្តីសុខសាន្តរួមគ្នាជាសង្គមបង្ហាញសាមគ្គីភាពការរួមចំណែកនិងអត្តសញ្ញាណជាតិអត្ថន័យទាំងនេះបង្ហាញថាបុណ្យទឹកគឺជារូបភាពរួមនៃវប្បធម៌ទន្លេមេគង្គដែលទឹកគឺជាជីវិតទាំងផ្នែករូបនិងផ្នែកវិញ្ញាណសរុបជារួមទៅបុណ្យអុំទូកមិនមែនជាបុណ្យប្រណាំងទូកធម្មតាទេប៉ុន្តែគឺជានិមិត្តសញ្ញានៃអត្តសញ្ញាណខ្មែរបុណ្យសាសនានិងចំណេះដឹងបរិស្ថានបុរាណវាបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនិងធម្មជាតិការថ្លែងអំណរគុណចំពោះទឹកនិងការរួបរួមសង្គមបើប្រៀបធៀបជាមួយនឹងប្រទេសថៃឡាវវៀតណាមនិងមីយ៉ាន់ម៉ានឹងឃើញថាបុណ្យអុំទូកជាបុណ្យដ៏សំខាន់មួយដែលបង្ហាញពីអត្តសញ្ញាណរួមនៃប្រជាជនអាស៊ីអាគ្នេយ៍ដែលរស់នៅជាប់នឹងទន្លេនិងជឿថាទឹកគឺជាជីវិត